បងប្អូននេះជាការធ្វើត្រណាប់ផ្លែត្រឡប់អញ្ចឹងគឺផ្លែត្រឡប់នេះគឺយើងធ្វើដោយធម្មជាតិពេលណាហាយើងហាដោយធម្មជាតិអញ្ចឹងគឺវារៀងយូរបន្តិចបើយើងមានម៉ាស៊ីនគឺវាងាយស្រួលនៅក្នុងការហាវាអញ្ចឹងយើងយកផ្លែត្រឡប់របស់យើងហ្នឹងយើងមានច្រើនយើងយកមកឲ្យច្រើនមកបន្ទាប់មកគឺយើងលាងទឹកវាឲ្យស្អាតនៅពេលលាងទឹកស្អាតហើយគឺយើងចិតសបកវាឲ្យស្អាតមកហើយយើងចិតហ្នឹងគឺយើងកុំឲ្យដាច់ទើងនេះគឺយើងធ្វើផ្លែត្រឡប់ទាំងមូលតែម្ដងអញ្ចឹងគឺដោយការយូរហ្នឹងដោយសារយើងយកទៅហាថ្ងៃបែបហ្នឹងអញ្ចឹងត្រឡប់នៅសល់ប្រហែលយើងអាចចិតវាជាដុំតូចៗមកល្មមប៉ុណ្ណឹងមកគឺយើងយកមកហាដូចគ្នាអញ្ចឹងយើងហាតតែស្ងួតតែម្ដងនៅពេលដែលស្ងួតបានយើងស្រក់ថង់ទុកទៅឬក៏យើងដាក់គីឡអីទុកមកអញ្ចឹងនៅពេលដែលយើងហាស្ងួតយើងអាចយកទៅឆុងជាមួយនឹងទឹកក្តៅដាក់ជាមួយនឹងប្រទាលក្រហមទៅក៏បានដែរអញ្ចឹងទាំងមូលនេះគឺយើងហាវារៀងយូរបន្តិចគឺចំណាយពេលយូរអញ្ចឹងធ្វើឲ្យត្រឡប់របស់យើងនឹងតតែស្ងួតមែនតើបានយើងអាចដោះវាចេញមកហើយយើងញាត់គីឡបែបហ្នឹងហើយយើងដាក់ជាសន្ទាប់បែបហ្នឹងមកហើយបានយើងបិទគីឡទុកទៅអញ្ចឹងគឺនៅពេលដែលយើងចង់ញ៉ាំគឺយើងដកវាយកមកយកមួយមកយើងយកមកញ៉ាំមកតែប៉ុណ្្នឹងគឺបានហើយគឺរសជាតិឆ្ងាញ់មែនទែនចាបងប្អូនដោយធម្មជាតិ